អង្គភាពមើលថែនុយក្លេអ៊ែរអាមេរិកបាទចិត្តអស់លុយដំណើរការដោយសារបិទរដ្ឋាភិបាលយូរពេកបាទអាមេរិកចិត្តអស់លុយដែរណាបាទបាទប្រទេសមហាអំណាចឯប្រទេសអ្នកមានទៀតបាទចិត្តអស់លុយដែរតែឡើយយើងទៅតាមដានថាអស់លុយយ៉ាងណាបាទតាយោងសេចក្តីរាយការណ៍របស់ The New York Times ទីភ្នាក់ងាររដ្ឋសហព័ន្ធអាមេរិកដែលទទួលខុសត្រូវនៅក្នុងការគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែរនិងក្បាលគ្រាប់របស់សហរដ្ឋអាមេរិកដាក់ផែនការកាត់បុគ្គលិកចំនួន 1400 នាក់ត្រឹមថ្ងៃទី 17 ខែតុលាខណៈដែលឥទ្ធិពលនៃការបិទរដ្ឋាភិបាលបានអូសបន្លាយដល់សប្តាហ៍ទី 3 ហើយប្រាក់ដំណើរការមានត្រឹមតែថ្ងៃទី 27 ខែតុលាប៉ុណ្ណោះសេចក្តីរាយការណ៍នោះបានឲ្យដឹងថាក្រសួងថាមពលអាមេរិកបាននិយាយទៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្រសួងថាមពលបាននិយាយនៅថ្ងៃទី 17 ខែតុលាថាកម្មករប្រហែល 400 នាក់នឹងបន្តនៅទីភ្នាក់ងាររដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិដើម្បីការពារទ្រព្យសម្បត្តិនិងសុវត្ថិភាពនៃជីវិតមនុស្សទីភ្នាក់ងារដែលជាពាក់កណ្ដាលស្ម័យយ័ន្តប៉ុន្តែគ្រប់គ្រងដោយក្រសួងថាមពលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2000 ទីភ្នាក់ងារនេះមានទំនួលខុសត្រូវនៅក្នុងការរក្សាស្តុកអាវុធនុយក្លេអ៊ែររបស់អាមេរិកនិងការពារការរីកសាយនៃអាវុធនុយក្លេអ៊ែរជុំវិញពិភពលោកបព្វហេតុរបស់ទីភ្នាក់ងារនេះរួមមានគណៈកម្មការថាមពលអាតូមិកនិងរដ្ឋបាលស្រាវជ្រាវនិងអភិវឌ្ឍថាមពលយោងតាមក្រសួងថាមពលទីភ្នាក់ងារនេះបានជួលអ្នកម៉ៅការនិងអ្នកម៉ៅការបន្តជិត 10,000 នាក់ដែលបានបន្ថែមថាខ្លួនមិនដែលបានបណ្ដេញបុគ្គលិករដ្ឋាភិបាលណាមួយក្នុងអំឡុងពេលបិទរដ្ឋាភិបាលនោះទេលោក Ben Dechridge អ្នកនាំពាក្យក្រសួងថាមពលបាននិយាយតាមអ៊ីមែលថាយើងលែងមានជំរឿនហើយនៅពេលនេះយើងបានពង្រីកការផ្ដល់មូលនិធិតាមតែយើងអាចធ្វើទៅបានក្រសួងបាននិយាយថាការិយាល័យដឹកជញ្ជូនសុវត្ថិភាពរបស់ទីភ្នាក់ងារដែលផ្លាស់ទីអាវុធនុយក្លេអ៊ែរនិងសម្ភារៈមានមូលនិធិសម្រាប់ប្រតិបត្តិការរហូតដល់ថ្ងៃទី 27 ខែតុលាក្រសួងថាមពលបាននិយាយថារដ្ឋមន្ត្រីថាមពល Chris Wright នឹងទៅទស្សនាស្ថានីយ៍សន្តិសុខនុយក្លេអ៊ែរនៅថ្ងៃទី 20 ខែតុលាដើម្បីពិភាក្សាពីផលប៉ះពាល់ដែលការបិទរដ្ឋាភិបាលកំពុងមានចំពោះកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅក្នុងបទពិសោធន៍ជាមួយ Bloomberg News លោក Wright បាននិយាយថាឃ្លាំងស្តុកអាវុធនុយក្លេអ៊ែររបស់អាមេរិកនឹងនៅតែមានសុវត្ថិភាពប៉ុន្តែការបិទរដ្ឋាភិបាលអាចសម្របសម្រួលកម្មវិធីមួយចំនួនដើម្បីជំនួសអាវុធនុយក្លេអ៊ែរដែលមានវ័យចំណាស់នេះគឺជាព័ត៌មានតាក់ទងជាមួយនឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាមេរិក